Slide ในទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់ចេញវីដេអូមួយចែករំលែកក៏ដូចជារំលឹកខ្លួនខ្ញុំផ្ទាល់ទាក់ទងជាមួយនឹងបទពិសោធន៍ជីវិតដែលខ្ញុំបានឆ្លងកាត់ការរៀននៅវិទ្យាល័យហេតុផលដែលខ្ញុំនិយាយរឿងនេះមកគឺមានមួយគឺដោយសារតែខ្ញុំបានមើលវីដេអូមួយទាក់ទងជាមួយនឹងម្ចាស់ហាងមួយដែលមានឈ្មោះថា Mami Seafood នៅពេលដែលគាត់ចែករំលែកទាក់ទងជាមួយនឹងបទពិសោធន៍របស់គាត់ខ្ញុំក៏បាននឹកឃើញមកកាន់បទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្លួនឯងផ្ទាល់ដែរការពីរៀននៅថ្នាក់ទី12កាលនោះគឺយើងរៀនគឺយើងពិតជាខ្វះខាតមែនតែនចំពោះខ្ញុំផ្ទាល់តែម្ដងប៉ុន្តែពេលហ្នឹងខ្ញុំអត់គិតអីច្រើនខ្ញុំគិតថាមានតែការសិក្សាមួយទេដែលធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្ដូរជីវិតខ្ញុំអាចរីកចម្រើនក៏ដូចជាអភិវឌ្ឍទៅមុខបានហើយឥឡូវយើងចូលមកដល់សាច់រឿងយើងថាហេតុអីគ្រាន់តែវីដេអូមួយដែលនិយាយទាក់ទងជាមួយនឹង Mami Seafood វាធ្វើឲ្យយើងវាត្រូវជាមួយនឹងសាច់រឿងអ្វីដែលយើងធ្លាប់បានឆ្លងកាត់កន្លងមកហើយអ្វីដែលខ្ញុំបានឆ្លងកាត់នឹងមកគឺទាក់ទងជាមួយនឹងអ្វីដែលយើងអត់ពិតប្រាកដហើយយើងទទួលដឹងអារម្មណ៍ថាអារម្មណ៍ឃ្លានហ្នឹងវាមិនម៉េចវាពិតជាអត់មែនតែនណាយើងទទួលអារម្មណ៍ហ្នឹងដឹងផ្ទាល់មកដោយសារពេលហ្នឹងយើងក៏ធ្លាប់អត់យើងក៏ធ្លាប់ឃ្លានយើងក៏ធ្លាប់ចង់ញ៉ាំដែរប៉ុន្តែយើងអត់មានលទ្ធភាពក្នុងការទៅទិញនៅនំប៉័ងហ្នឹងទេពេលហ្នឹងបទពិសោធន៍ខ្ញុំផ្ទាល់ពេលហ្នឹងខ្ញុំចេញពីរៀនហើយរាល់ដងយើងមានលុយតិចតួចនៅក្នុងការទិញនំប៉័ងហ្នឹងហើយនំប៉័ងហ្នឹងក៏មិនថ្លៃដែរដូចជា 1,500 ពេលហ្នឹងប៉ុន្តែដោយសារតែខ្ញុំយកលុយហ្នឹងទៅរៀនគួរអស់តែពេលហើយអត់មានលុយទិញនំប៉័ងទេប៉ុន្តែពេលចេញមកពីរៀនពិតជាឃ្លានមែនតែនប៉ុន្តែអត់មានលុយទុកចិត្តថាចាំថ្ងៃក្រោយចាំយើងញ៉ាំក៏បានដែរហើយយើងក៏បានហួសទៅបន្ទប់ជួលយើងអីទៅប៉ុន្តែនៅពេលហ្នឹងយើងទទួលដឹងហ្មងថាយើងឃ្លានពេលអារម្មណ៍ឃ្លានហ្នឹងគឺវាមិនម៉េចហើយវីដេអូនេះដែរខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាថាមិនថាមានរឿងអ្វីកើតឡើងចំពោះជីវិតយើងទេមិនថាយើងធ្លាប់ទទួលដឹងថាអារម្មណ៍អត់ឃ្លានហ្នឹងវាមិនម៉េចប៉ុន្តែយើងត្រូវតែបដិញ្ញាចិត្តត្រូវតែកុំអស់សង្ឃឹមនៅក្នុងជីវិតណាត្រូវគិតថាជីវិតគឺយើងត្រូវតែបន្តទៅមុខហើយយើងតស៊ូហើយមួយវិញទៀតមានតែការសិក្សាមួយទេដែលធ្វើឲ្យជីវិតយើងរីកចម្រើនអភិវឌ្ឍមានការគិតវែងឆ្ងាយដូចសពថ្ងៃខ្ញុំអាចនិយាយបានថាមិនជាល្អអីអស្ចារ្យឬក៏មានលុយហឺហាអីចាយជាងមិត្តភក្តិក៏ដូចជាអ្នកនៅជុំវិញខ្លួនទេមិនអញ្ចឹងទេប៉ុន្តែខ្ញុំអាចនិយាយថាខ្ញុំមានលទ្ធភាពក្នុងការអាច support ខ្លួនឯងបាន support គ្រួសារតិចតួចហើយមួយវិញទៀតដោយសារអីគេដែលខ្ញុំអាចឆ្លងកាត់មកដល់ចំណុចហ្នឹងបានគឺមានតែមួយគត់គឺការសិក្សាគឺអាចធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរមិន360ដឺក្រេប៉ុន្តែផ្លាស់ប្ដូរខ្លាំងមែនតើអាចថាយើងកលេចទៅក្រោយវិញបានដឹងថាអូបើសិនជាពេលហ្នឹងយើងបោះបង់ការសិក្សាមិនដឹងថាជីវិតយើងមិនដឹងថាពិបាកយ៉ាងណាទេអញ្ចឹងជាចង់បញ្ចប់ចង់ឲ្យអ្នកទាំងអស់គ្នាចងចាំថាមិនថាមានរឿងអ្វីកើតឡើងចំពោះជីវិតអ្នកទេអ្នកត្រូវតែតស៊ូជំនះឧបសគ្គនោះឲ្យបានអរគុណបាយបាយ